ជ្រាបសួរបងប្អូនទាំងអស់គ្នាតើបងជួបជាមួយនឹងភេកគិរីលើកបងពេជ្របៃលិនក៏ដូចជាផ្លាក់យីហៅឡៅបុនឡុងណាបងណាបងថ្ងៃនេះខ្ញុំមានបងទទឹមក្រហមបែកស្វាយណាបងណាហ្នឹងហើយអានេះវាក្រហមប៉ុន្តែវាដាច់ជាតិស្វាយបងប្រភេទទទឹមឆ្នៃឆៅបងត្រាប់បងដែលគាត់ស្រឡាញ់ពណ៌នេះនិយាយទៅគឺទាំងគេហៅទឹកពីដើមនិយាយទៅគឺត្រូវហ្មងណាបងណាហ្នឹងហើយអាទឹកនេះនិយាយទៅគឺវាលើផ្កាទ្រាំបន្តិចបងនិយាយទៅវាមានជាតិក្រហមជាងផ្កាទ្រាំបន្តិចណាបងណាហ្នឹងហើយស្អាតណាបងនិយាយទៅទាំងអស់ហ្នឹងនិយាយទៅគឺសាច់ឡតស្អាតទាំងអស់ណាបងណាអត់មានបែកទេនិយាយទៅប្រភេទបងជំរើសចម្រាញ់ហ្មងណាបងណាហើយអានេះទំហំរបស់គេគឺ2លី8គុណនឹង3លី6ក្របខ្លះរៀងធ្លាក់លីធ្លាក់អីតិចតួចដែរណាបងណាហ្នឹងហើយពួកអីត្បូងធម្មជាតិរបស់យើងជាងឆ្នៃទៅវាមិនមែនថាបានចេញមកស្មើត្រឹមឯបងទោះបីមិនក៏វារៀងល្អៀងគ្នាតិចតួចដែរណាបងណានិយាយតែនេះពណ៌នេះនិយាយទៅគឺខ្ញុំថតនៅក្រោមពន្លឺថ្ងៃហ្មងបងអត់មានបាញ់ផ្លាស់បាញ់ភ្លើងអីទៅពណ៌របស់គេស្ទីនហ្មងចាំមកឯងយកទៅពណ៌មិនគឺនៅអញ្ចឹងណាបងណាហ្នឹងហើយអញ្ចឹងត្រាប់បងដែលស្រឡាញ់ចង់បានត្បូងសុតពាក់តកូនតចៅតចលួតចលាអីបងមកប្រអប់នេះនិយាយទៅបងចំណាយលុយមួយគឺដឹងមួយនិយាយទៅទិញពីពេកបងប្អូននិយាយទៅបងបាច់ចំភ័យឯងបងចំណាយលុយតែម្ដងនិយាយទៅគឺទិញបានត្បូងសុតមិនថាថ្លៃថ្លៃឬថោកទេបងណាហ្នឹងហើយនិយាយទៅគឺដឹងតែបានត្បូងសុតយកទៅប្រើពាក់តកូនតចៅចឹងហ្មងណាបងណាបងអានេះនិយាយទៅតម្លៃគឺធូរខ្លាំងណាបងណាហ្នឹងហើយតម្លៃគឺពិសេសបងត្រឹមតែ200ស្ដើងណាតម្លៃអាចចរចាបានណាបងណាសំខាន់ត្បូងសុតហើយស្អាតណាបងណាតោះចាប់អារម្មណ៍អាចឆាតសួរបានណាបងណាអរគុណ